អូសុំទោសផងចាមិនអីទេណែលោកអ្នកនាងមកតាមខ្ញុំធ្វើអីអ្នកនាងទំនេរណាស់មែនទេ លោកជាកូនអ្នកមានមកពីណាអូហូស្លៀកពាក់សមរម្យមកមាត់ស្អាតបាតបែបនេះជាព្រះនារីលេងចរិតឲ្យខ្ញុំនេះខឹងរួចហើយក៏អូកាឡាមែនខ្ញុំថាអ្នកនាងដូចជាកើតជំងឺវិភាគបែកស្លុយហើយឬមួយក៏អ្នកនាងគួរតែទៅធ្វើជាអ្នកនិពន្ធល្អជាងព្រោះថាអ្នកនាងពូកែបង្កើតសាច់រឿងណាស់ណែលោកនេះលោកគ្មានប៉ាម៉ាបដៅទេមែនទេបានជាហ៊ាននិយាយបែបនេះដាក់ខ្ញុំនោះខ្ញុំគ្មានអីទេអ្នកនាងមិននិយាយអីធ្ងន់ឡើយចុះមិនក៏លោកដូចជាយំបែបនេះគ្មានពាក់ព័ន្ធនឹងអ្នកនាងទេខ្ញុំលាហើយលោករឿងស្នេហ៍កម្មព្រាត់ប្រាសនៅក្នុងភូមិតូចមួយនាឯស្រែចំការមាននារីដ៏ស្រស់សោភា និងចរិតស្លូតបូតម្នាក់នាងជាទីប្រាថ្នានៃកំឡោះក្នុងភូមិប្រុសជ្រួលជ្រើមចង់បាននាងណាស់តែចាស់មួយចំនួនវិញមិនសូវពេញចិត្តនាងទេព្រោះតែនាងគឺជាអ្នកលក់បន្លែនិងកំព្រាឪពុកម្ដាយផងដែរអាចេយ៉ាអាយមើលណោស្រីស្អាតដើរមកហើយស្អីអូយឈឺណាស់អូយហើយវាថៃឯងបានជាស្រែកមើលតែគេចាក់កអញ្ចឹងឯងមើលទេអីយើងកំពុងតែសាក់ខោទិញថ្មីនឹងណាហើយឯងមកទាញគ្នាតន់ហន់ពេកឥឡូវវាតែអាកូនក្រោមវាគៀបឈឺអាយឈឺហើយចុះអត់ស្លៀកខោក្នុងទេអីអានេះប្រាប់ឲ្យថាខោថ្មីយ៉ានេះបានហើយមើលណោអូនបុប្ផាទៅចំការទៀតហើយមើលនាងស្អាតណាស់រៀងវិញណាអេមអស់ស្ទះហ្មងយើងឃើញហើយរត់តែគ្នាចង់ឆ្នុកខោបានអានេះវៃតិចលិចកណ្ដាលវងខ្មាស់គេតែនាងបុប្ផានេះស្អាតមែនតើអាផ្លយតោះតែថាបើញ៉ែណាអ្នកផ្ទះគ្នាមិនពេញចិត្តទេព្រោះមកពីនេះជាអ្នកដាំបន្លែជីវភាពក្រពេកមែនទេតែគ្នាមិនគិតអញ្ចឹងទេវៃញ៉ែបានខ្លួនហើយនឹងទៅរកអ្នកថ្មីភ្លាមអាណាតយកជាប់ធ្វើអីមែនតើលឺហើយយើងដូចជាចង់ញ៉ែនាងដល់ហើយតោះចូលទៅញ៉ែនាងតែម្ដងទៅអីអ្នកណាបានអ្នកនោះឈ្នះហើយតោះបរិសុទ្ធទាំងពីរក៏ខលខូចមិនណយដែរមើលចុះពូគេចូលទៅចង់អូកាឡាធ្វើស៊ីបុប្ផាហើយសួស្ដីអូនបុប្ផារៀងរើសំសួនគប់ជួនគុនធាឈ្មោះទៅចំការស្នេហាបងទេពើមៀអត់ទេបងខ្ញុំប្រញាប់ទៅបេះបន្លែយកទៅលក់នៅផ្សារពួកបងកុំរំខានខ្ញុំអីនេះជែកមុខខ្មៅប្រាជ្ញាល្ងងខ្លៅមិនសមអូនទេតែបងឈ្មោះផ្លយមិនណយអីទេសមនឹងមាសមេញ៉ៃភ្លឹបបានភ្លាមស្អីគេល្អអីតឯងខ្ញុំក៏មិនអន់ដែរណាអូនបុប្ផាស្រឡាញ់បងវិញទៅមកឲ្យបងអោបថើបមួយមកជប់អត់ទេពួកបងថយទៅកុំរំខានខ្ញុំអីមិនបានមករំខានទេពួកយើងសប្បាយជាមួយគ្នាតាកុំកិច្ចអីមកក៏លៀតព្រៃនេះមកអូនអើយជួយផងជួយខ្ញុំផងកុំស្រែកអីពួកយើងសប្បាយជាមួយគ្នាតាអូនអើយជួយផងជួយខ្ញុំផងបុប្ផាស្រែកហើយស្រែកទៀតទីបំផុតសម្បត្តិដែលស្រឡាញ់បុប្ផាដែរនោះក៏បានលឺនិងបានដើរចូលមកយ៉ាងលឿនណែពួកឯងចង់ធ្វើអីទាំងកណ្ដាលថ្ងៃបែបនេះហ៎មិនចេះខ្មាស់គេទេហ៎បងសម្បត្តិជួយខ្ញុំផងបងសម្បត្តិយល់ដល់ពួកយើងជាអ្នកស្រុកភូមិជាមួយគ្នាឯងកុំរវល់អីថយទៅទុកមុខរាប់អានគ្នាថ្ងៃក្រោយមែនហើយគ្មានពាក់ព័ន្ធនឹងឯងទេចេញទៅអ្នកណាថាខ្ញុំគ្មានពាក់ព័ន្ធនោះនាងជាសំណប់ចិត្តយើងអ្នកណាក៏មិនអាចប៉ះពាល់នាងបានដែរឯងនេះមើលទៅដូចជានិយាយចេះស្ដាប់គ្នាសោះអាផ្លយបណ្ដៅវាបន្តិចល្អទេយើងនេះវាដូចជារមាស់ដៃដល់ហើយចាំកាល់ចាត់ការទៅអាជែកពួកបងក៏បង្ករឿងដោយសារខ្ញុំអីបានទេមិនអីទេអូនបងនៃការពីអូនកុំខ្លាចអីពួកអញបើចង់សាកចូលមកវើយពួកអាស្ទាវកាបរោះទាំង3វាយគ្នាចុះឡើងអស់ពេលយ៉ាងយូរលុះទីបំផុតនាយជែកនិងនាយផ្លយក៏ចាញ់សម្បត្តិនិងទ្រោមកាយឡើងបាក់ស្បាតតែម្ដង
យោយផ្ញើទុកសិនចុះតោះអាផ្លយ ចាប់ពីពេលនោះមកនាយជេកនិងនាយផ្លយខឹងណាស់ហើយពួកគេគិតថាគេនឹងរកវិធីបំបែកសម្បត្តិនិងបុប្ផាឲ្យបានអស់អីហើយអូន ចាអរគុណបងមុននេះអូនភ័យណាស់ បងបារម្ភអូនណាស់បងជូនអូនទៅចំការបេះបន្លែចុះណាអូនបុប្ផា មិនសមទៅដឹងបងពួកយើងជាកំមុំកន្លោះណាបើគេមើលមកនោះពិតជាពេបជ័យអូនប្រកាសណាស់ តែបងថាអូនកុំបារម្ភអីព្រោះបងនឹងមិនចោលអូនទេបងស្រឡាញ់អូនណាស់អូនមើលមិនដឹងមែនទេ អូនក៏ស្រឡាញ់បងដែរតែអូនខ្លាចណាស់អូនខ្លាចម្ដាយបងមិនព្រមព្រោះអូនក្រណាស់បង កុំបារម្ភអីម៉ាក់គាត់ចិត្តល្អណាស់បើពួកយើងពិតជាស្រឡាញ់គ្នាមែននោះម៉ាក់បងនឹងព្រមមិនខានទេអូនជឿបងចុះ ចាបងអូនក៏សង្ឃឹមបែបនេះទៅចុះ ដោយមានចិត្តទៅលើគ្នាផងមានការសន្យាផងនោះបុប្ផាក៏លង់ជឿហើយជ្រុលជ្រោះនឹងគ្នាគ្រានោះទៅ បងកំចាល់អូនណាពេលនេះអូនបានបកគលគ្រប់យ៉ាងឲ្យបងអស់ហើយ បងសន្យាបងនឹងទទួលខុសត្រូវចំពោះអូនគ្មាននរណាគេមកបំបែកយើងបានឡើយណាអូនសំឡាញ់ ចាបង ថ្ងៃនោះផងដែរនាយជេកនិងនាយផ្លយមិនរងាប់ចិត្តឯណាពួកគេបានឃើញសម្បត្តិនិងបុប្ផាសាសងគ្នាយ៉ាងស្និទ្ធស្នាលហេតុនេះពួកគេក៏បានយករឿងសម្បត្តិនិងបុប្ផាទៅទូលពិតមីងច័ន្ទអស់គ្មានសល់ ជំរាបសួរមីង ចាជម្រាបសួរក្មួយតើពួកក្មួយមកទីនេះមានការអីដែរ មីងយល់ដល់ខ្ញុំជាមិត្តសម្បត្តិខ្ញុំជំរាបមីងទៅចុះខ្ញុំមិនចង់ឃើញសម្បត្តិបានប្រពន្ធជាអ្នកលក់បន្លែតាមភូមិទេ ថាម៉េចតើសម្បត្តិកូនមីងស្រឡាញ់អ្នកណាក្មួយ គឺនាងបុប្ផានោះអីមីងពេលនេះកំពុងតែមានអីនឹងគ្នាហើយក៏មិនដឹង តើពួកគេនៅណាទៅក្មួយ គឺនៅក្នុងខ្ទមចាំចាប់ឯនោះមីងទៅមើលទៅដឹងហើយ យីអាកូននេះកូនប្រសាហងល្អមិនមើលទេបែរជាមកលងនាងលក់បន្លែក្បែរលូទឹកស្អុយទៅវិញអើយខ្មាស់គេណាស់មិនបានទេតែចាត់ការវាសិនទៅបាន មីងច័ន្ទខឹងណាស់គាត់មិនបង្អង់យូរទេគាត់ដើរផងរអ៊ូផងសម្ដៅទៅចំការបុប្ផាយ៉ាងលឿនបំផុត ណែអាកូនប្រុសម៉ាក់នៅក្នុងនោះមែនទេចេញមកភ្លាមមកឆាប់ឡើង ម៉ាក់មិនក៏ម៉ាក់មកទីនេះ យ៉ាងម៉េចខ្លាចម៉ាក់ដឹងមែនទេមុននេះបានធ្វើស្អីខ្លះកុំប្រាប់ថាធ្វើអីផ្ដេសផ្ដាស់ក្នុងខ្ទមនេះឲ្យសោះណា គឺ ឆ្លើយមិនចេញមែនទេកូនទៅផ្ទះភ្លាមចំណែកនាងមិនក៏មិនចេះខ្មាស់គេសោះអញ្ចឹងខ្លួនជាស្រីមិនក៏ធ្វើអញ្ចឹងកើតហ៎មីងតែពួកយើងបានស្រឡាញ់គ្នាហើយមីងកុំត្បិតដៀលខ្ញុំអីបានទេមីងស្រីល្អគេមិនធ្វើបែបនេះទេខ្មាស់គេណាស់លោកអើយលោកខ្មាស់គេណាស់ តែម៉ាក់សូមមេត្តាផងពួកកូនពិតជាបានស្រឡាញ់គ្នាមែនណាម៉ាក់ ស្ដាប់ម៉ាក់ណាកូនប្រុសស្រីព្រមបកគលខ្លួនឲ្យកូនបែបនេះមុខជាឆ្លងកាត់មកប្រមាណអ្នកហើយក៏មិនដឹង ម៉ាក់តែកូនស្រឡាញ់អូនបុប្ផាហើយកូនក៏ជឿថាអូនបុប្ផាគ្មាននរណាមកបោកលោកផ្ដេសផ្ដាស់ឡើយ បិទមាត់ទៅហើយទៅផ្ទះភ្លាមឆាប់ទៅ ម៉ាក់ហេតុតែខ្លាចនឹងស្រឡាញ់ម្ដាយសម្បត្តិបានចាក់ចេញទៅទុកឲ្យមីងច័ន្ទជេរប្រតិចបុប្ផាឡើងចាស់ដៃមួយទល់នឹង0តែម្ដង សំជប់ជាប្រតិខ្ញុំទៀតទៅបានទេខ្ញុំខ្មាស់គេណាស់មីងមើលចុះអ្នកស្រុកអ្នកភូមិមិនដឹងជាយករឿងខ្ញុំទៅនិយាយដោះណាទេយើខ្មាស់គេផងណោះចុះពេលសបាយនឹងកូនប្រុសខ្ញុំមិនក៏នាងមិនគិតមើលផងទៅស្រីស្អីទេដើរឲ្យដៃគេតាពីមីងខ្ញុំសុំវល់បានទេមីងឈប់ថ្មែតដៀលខ្ញុំទៅណាមីងណាបើមិនចង់ឲ្យខ្ញុំដៀលនាងទេនាងត្រូវដកចិត្តពីកូនខ្ញុំទៅតែមីងខ្ញុំនឹងបងសម្បត្តិបានស្រឡាញ់គ្នាណាស់ហើយនឹងជ្រុលជ្រោះជាមួយគ្នាទៀតផង ឃើញថាបុប្ផាមិនអាចកាត់ចិត្តពីសម្បត្តិបែបនេះមីងច័ន្ទក៏សម្ដែងធ្វើពុតជាសុភាពឡើងមកថា ណែក្មួយស្រីបើស្រឡាញ់កូនមីងកាត់ចិត្តទៅកូនមីងមានគូទៅដឹងដែលល្អហើយឬមួយក៏ក្មួយចង់ឲ្យខ្លាយទៅជាប្តីអ្នកលក់បន្លែក្រីក្រមែនទេមីងសុំមេត្តាផងចុះមីងសុំមេត្តាយើ
ចាស់និយាយស្រួលមិនចេះស្ដាប់ទេទៅផ្ទះហើយយកទឹកនោមមកឆ្លោះមើលមុខខ្លួនឯងទៅថានាងឯងនេះណាវាសមនឹងកូនប្រុសយើងទេហ៎ មីងច័ន្ទនិយាយចប់ក៏ដើរចេញទៅចំណែកឯបុប្ផាកាន់តែកើតទុកជាខ្លាំង កូនប្រុសជឿតែម៉ាក់ទៅណាម៉ាក់បានគិតគូរកូនជាមួយនឹងកូនមិត្តភក្តិម៉ាក់ហើយនាងមានការងារល្អមានឋានៈកិត្តិយសពុយពងអំបូរល្អទាំងអស់ណាកូនរស់មិនពិបាកទេ តែម៉ាក់កូនដូចជាមិនចង់កាត់ចិត្តពីបុប្ផានោះទេ កូនស្ដាប់តាមម៉ាក់ទៅកូនកុំយកនាងបុប្ផាអីនាងនោះណាដោយឈ្មោះប្រមាណអ្នកហើយក៏មិនដឹងដែរបានហើយស្អែករើផ្ទះទៅនៅភ្នំពេញវិញម៉ាក់គិតគូររឿងថ្ងៃរៀបការឲ្យកូន បានម៉ាក់ អើយកាត់ចិត្តពីវាទៅបានហើយម៉ាក់ហត់ណាស់ម៉ាក់ចង់សម្រាក ចាប់ពីពេលនោះមកសម្បត្តិក៏បានធ្វើតាមម្ដាយដោយមិនគិតពីបុប្ផាទេហើយគាត់ក៏បានចាកចេញទៅទីក្រុងដោយមិនលាបុប្ផាសូម្បីមួយម៉ាត់ អូយវិលមុខណាស់នេះខ្ញុំពិតជាមានផ្ទៃពោះមែនទេដឹងបងសម្បត្តិតែបងទៅណាមិនក៏មិនឃើញបងមកបែបនេះ បុប្ផាតែងតែរងចាំមើលផ្លូវសម្បត្តិគ្រប់ពេលវេលាតែថាទោះជានាងចាំអស់មួយខែពីរខែកន្លះឆ្នាំក៏ដោយសម្បត្តិក៏មិនបង្ហាញខ្លួននោះដែរ តើបងទៅណាទៅបងអើយអូនចិត្តសម្រាលហើយតែអូនមិនមានវត្តមានបងសោះអូននឹកបងខ្លាំងណាស់អូនចង់ឲ្យបងនៅក្បែរអូនណាបង ក្នុងពេលនោះដែរនាយជេកក៏បានដើរឆ្លងកាត់ហើយហេតុថាឃើញនាងពិបាកចិត្តពេកគេក៏ឈៀងចូលមកនិងនិយាយថា បុប្ផានេះបុប្ផាពិបាកចិត្តគិតដល់សម្បត្តិទៀតហើយមែនទេ ចាបងខ្ញុំមិនបានដឹងដំណឹងគាត់សោះបើយ៉ាងខ្ញុំចិត្តសម្រាលទៀតខ្ញុំភ័យណាស់ហើយពេលនេះខ្ញុំក៏កាន់តែនឹកគាត់ដែរណាបងចេក មើលតែអូនចិត្តសម្រាប់កូនហើយអូនត្រូវថែសុខភាពផងកុំពិបាកចិត្តពេក ចាបង បងអាណិតអូនបុប្ផាណាស់ឥឡូវចេះចុះបងនឹងប្រាប់ការពិតដល់បុប្ផាមួយតែបុប្ផាស្ដាប់ហើយកុំពិបាកចិត្តពេកណា តើជាអ្វីទៅបង បងថាបុប្ផាកាត់ចិត្តទៅបងឮដំណឹងថាសម្បត្តិគេបានរៀបការនឹងអ្នកថ្មីនៅទីក្រុងបាត់ទៅហើយ បងថាម៉េចតើនេះជាការពិតដែរទេ គឺជាការពិតណាអូនបងឃើញបុប្ផាចេះតែរងចាំមិនឈប់ទៅបងមកប្រាប់តែម្ដងទៅបុប្ផាកាត់ចិត្តទៅណាហើយកុំពិបាកចិត្តអីបងលាទៅផ្ទះហើយ ទៅច្បាប់នេះអូនពិតជានឹកបងណាស់តើការសន្យាស្មោះស្ម័គ្រគ្មានន័យទេមែនទេ បុប្ផាពិតជាស្រឡាញ់សម្បត្តិណាស់ទោះបីជាពេលនេះសម្បត្តិនៅឆ្ងាយនិងកន្លងទៅអស់ពេលជាច្រើនឆ្នាំក៏ដោយតែនាងមិនដែលភ្លេចស្នេហ៍ចាស់ម្ដងណាទេ10ឆ្នាំក្រោយមក កូនវិបុត្រទៅណាហើយកូនមកនេះមកផ្លែត បាទម៉ែកូននៅទីនេះម៉ែមានការអីមែនទេ កូនជួយទៅលក់បន្លែនៅចំភូមិតិចបានទេថ្ងៃនេះម៉ែដូចជាមិនសូវស្រួលខ្លួនសោះដូចជាឈឺក្បាលជាមិនដឹងទេ ម៉ែបើម៉ែមិនស្រួលខ្លួនកូននៅមើលថែម៉ែសិនកូនមិនទៅលក់បន្លែទេម៉ែព្រោះកូនបារម្ភពីម៉ែណាស់ មិនបានទេកូនម៉ែបើមិនលក់បន្លែយើងគ្មានប្រាក់ទិញអង្ករដាំបាយហូបទេកូនម៉ែមិនអីទេកូនទៅចុះ បាទម៉ែកូនទៅលក់ក៏បានព្រោះថ្ងៃនេះកូនក៏អត់រៀនដែរ និយាយអញ្ចឹងអ្នកគ្រូកូនទៅណា គឺអ្នកគ្រូជាប់រៀបការណាម៉ែ អូចាបើអញ្ចឹងកូនទៅលក់ចុះណាប្រយ័ត្នថ្ងៃណាកូន បាទម៉ែ វិបុត្រតូចចាក់ចេញបន្តិចបុប្ផាក៏បាននិយាយម្នាក់ឯងថា បងសម្បត្តិកូនយើងនៅតូចតែគេឆ្លាតណាស់ហើយកតញ្ញូទៀតបើបងបានឃើញអូនគិតថាបងនឹងសប្បាយចិត្តមិនខាន ពេលវេលាចេះតែកន្លងផុតទៅវិបុត្រកាន់តែធំរីឯបុប្ផាចេះតែនឹកប្តីហេតុនេះជំងឺនាងកាន់តែធ្ងន់ទៅរហូតធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃជាទម្ងន់ កូនសម្លាញ់ម៉ែប្រហែលជាមិនរស់ទេហេតុនេះកូនមិនបាច់ព្យាយាមរកប្រាក់មកទិញថ្នាំព្យាបាលម៉ែទេកូន បាទម៉ែកូនធំហើយកូនមុខជាអាចព្យាបាលម៉ែបានមិនខានទេក
កូនមានកម្លាំងចាំកូនព្យាយាមរលុយណាម៉ែ ម៉ែ ចាំណាពេលម៉ែស្លាប់ទៅកូនត្រូវរកពុកកូននៅទីក្រុងចុះគាត់មានឈ្មោះថាសម្បត្តិហើយជាអ្នកមានណាស់ណាកូនគាត់គឺជាពុករបស់កូនពុកកូនទំនុកបំរុងកូនមិនខាន នេះកូនមានពុកនឹងគេដែរមែនទេម៉ែតែកូនដូចជាមិនទម្លាប់ឡើយជាតិនេះកូនមានតែម៉ែប៉ុណ្ណោះណាម៉ែ កូនម៉ែមិនថាគាត់មិនដែលមើលថែកូនក៏ដោយតែគាត់ក៏ជាអ្នកផ្ដល់កំណើតដែររឿងនេះមិនអាចប្រកែកបានទេកូន បាទម៉ែកូននឹងតាមរកគាត់តែពេលនេះកូនសុំយកម៉ែទៅមន្ទីរពេទ្យសិនណាម៉ែ កូនម៉ែលីអើយ ជំងឺកាន់តែធ្ងន់មួយនេះបុប្ផាមិនអាចទប់ទល់និងមិនអាចព្យាបាលបានទេហេតុនេះនាងក៏បានស្លាប់ក្នុងគ្រានោះទៅ ម៉ែម៉ែកុំទៅចោលកូនអីម៉ែម៉ែអើយម៉ែម៉ែកុំទៅចោលកូនអីម្យ៉ាងទៀតតើឲ្យកូនទៅរកពុកនៅណាទៅម៉ែអើយម៉ែ ចាប់ពីពេលដែលម្ដាយស្លាប់ទៅវិបុត្រក៏បានធ្វើដំណើរទៅទីក្រុងដើម្បីរៀនបន្តនិងស្វែងរកឪពុករបស់ខ្លួនផងដែរថ្ងៃនោះគាត់ក៏បានសម្គាល់ឃើញថាប្រសិនណាទីនេះមានរើសបុគ្គលិកហាត់ការដែរតាខ្ញុំគួរតែសាកល្បងនៅទីនេះទៅបានព្រោះវាស័ក្តិសមនឹងខ្ញុំដែលជានិស្សិតបែបនេះណាគិតហើយវិបុត្រក៏បានចូលទៅដាក់ពាក្យធ្វើការនិងសម្ភាសជាប់លុះចេញមកក្រៅក៏បានដើរប៉ះនឹងនារីម្នាក់អូសុំទោសផង ចាមិនអីទេ វិបុត្រមិនបាននិយាយអ្វីបន្តទេកល្យានឃើញបែបនេះនាងក៏បាននិយាយទាំងខឹងថា ណែលោកមិនក៏ឆ្លើយម្លេះកុំតន់តែឆាប់មកវិញភ្លាម តែខ្ញុំបានសុំទោសហើយតា មែនតែលោកដូចជាឆ្លើយណាស់មិនចេះច្បាប់ទម្លាប់សោះ សុំទោសម្ដងទៀតបើអ្នកនាងចង់ប្រកាន់ក៏ប្រកាន់ចុះខ្ញុំអត់មានពេលមកឆ្លោះជាមួយក្មេងទើបធំទេ លោកថាអ្នកណាទៅតែធំនោះហ៎ គឺអ្នកនាងនឹងហើយ លោកណែឈប់សិនណែប្រាប់ថាឲ្យឈប់ណាឈប់ក្មេងនេះមិនក៏គ្មានសុជីវធម៌សោះអញ្ចឹងបានចាំមើលណាខ្ញុំនឹងធ្វើបាបលោកឯងឲ្យដល់ទីបំផុតតែម្ដង កល្យានខឹងណាស់នាងបានតាមវិបុត្រមិនឈប់សោះព្រោះមិនធ្លាប់មានបរិះណាហ៊ានថាឲ្យនាងជាក្មេងនឹងឌឺបែបនេះទេ ណែលោក អ្នកនាងមកតាមខ្ញុំធ្វើអីអ្នកនាងទំនេរណាស់មែនទេ លោកជាកូនអ្នកមានមកពីណាហ៎អូហូស្លៀកពាក់សមរម្យមុខមាត់ស្អាតបាតបែបនេះជាព្រះនារីលេងចរិតឲ្យខ្ញុំនេះខឹងរួចហើយក៏អូកាឡាមែន ខ្ញុំថាអ្នកនាងដូចជាកើតជំងឺវិភាគបែកស្លុយហើយឬមួយក៏អ្នកនាងគួរតែទៅធ្វើជាអ្នកនិពន្ធល្អជាងព្រោះថាអ្នកនាងពូកែបង្កើតសាច់រឿងណាស់ ណែលោកនេះលោកគ្មានប៉ាម៉ាក់បដៅទេមែនទេបានជាហ៊ាននិយាយបែបនេះដាក់ខ្ញុំនោះ វិបុត្រឮហើយគាត់ក៏មើលមុខកល្យានបន្តិចជាមួយនឹងក្រសែភ្នែកសោកសៅនិងមានទឹកភ្នែកដក់ក្នុងកែវភ្នែកផងដែរ លោកកាត់អីហ្នឹងខ្ញុំនិយាយនេះធ្ងន់ពេកមែនទេ ខ្ញុំគ្មានអីទេអ្នកនាងមិននិយាយអីធ្ងន់ឡើយ ចុះមិនក៏លោកដូចជាយំបែបនេះ គ្មានពាក់ព័ន្ធនឹងអ្នកនាងទេខ្ញុំលាហើយ លោកតែបរោះ ចាប់ពីពេលនោះមកកល្យានក៏ចាប់ផ្ដើមចាប់អារម្មណ៍នឹងវិបុត្រដូច្នេះនាងក៏ឲ្យគេតាមស៊ើបពីប្រវត្តិរបស់វិបុត្រតែម្ដង អូតាមពិតប្រវត្តិរូបគេគឺជាក្មេងកំព្រាទេគួរអាណិតណាស់ខ្ញុំគួរតែពឹងលោកប៉ាឲ្យជួយគេទៅបានបែបនេះទៅខ្ញុំមិនមានអារម្មណ៍ថាខុស គិតហើយកល្យានក៏និយាយជាមួយប៉ានាងដែលជាម្ចាស់ក្រុមហ៊ុនថា ប៉ាគាត់នេះគួរអាណិតណាស់ តើគេជានរណាមិនក៏កូនយកចិត្តទុកដាក់នឹងគេម្លេះកូនស្រឡាញ់គេមែនទេ ប៉ាកុំចេះតែនិយាយបែបនេះណាកូនជាស្រីណាប៉ាកូនគ្រាន់តែយល់ថាខុសកាលនោះកូនជេរគាត់ហើយគាត់មិនតបនឹងកូនទេបែរជាយំហើយដើរចេញទៅវិញ មិនអីទេចាំប៉ាគិតគូរតាមដានគេសិនថាគេពិតជាពូកែមែនឬអត់កូនកុំភ័យអីណា ចាស់ប៉ាកូនអរគុណណាស់
ប៉ាមនុស្សចេះតស៊ូគួរតែទទួលបានការជ្រោមជ្រែងនិងផ្ដល់ឱកាសពិតទេប៉ា បាទកូនស្រីមានការសុំពីកូនស្រីសំណប់ដោយផ្ទាល់ហេតុនេះលោកសម្បត្តិក៏ចាត់លេខាតាមសង្កេតសមត្ថភាពវិបុត្រគ្រប់ជំហានហើយគាត់ក៏ពេញចិត្តលើការតស៊ូនេះជាខ្លាំង មិនក៏ប៉ាវាហាក់ដូចជាចូលចិត្តអាក្មេងនោះម្លេះឬមួយវាជាមិនបានទេមិនអាចទេនាងបុប្ផានោះក្រែងរលូតកូនបាត់ហើយមែនទេ មីងមីលីសម្គាល់ឃើញថាលោកសម្បត្តិមាននិស្ស័យនឹងវិបុត្ររីឯវិបុត្រវិញក៏មានមុខមាត់និងរឹកពីស្រដៀងប្តីរបស់គាត់ទៀតហេតុនេះមីងមីលីសង្ស័យថាវិបុត្រគឺជាកូនរបស់ប្តីគាត់ជាមួយនឹងបុប្ផាតែម្ដង មិនអាចទេមិនក៏អាក្មេងនោះរស់បានខ្ញុំត្រូវតែស៊ើបឲ្យដឹងច្បាស់ថាតើក្មេងម្នាក់នោះជាកូននាងបុប្ផានិងប្តីខ្ញុំមែនទេបើមែននោះវាត្រូវតែងាប់ មីងមីលីបានចាត់គេឲ្យស៊ើបពីវិបុត្រគ្រប់ពេលវេលាហើយគាត់ក៏ធ្វើ DNA ផងដែរគ្រប់យ៉ាងពិតជាដូចការគិតរបស់គាត់មែន មិនសមសោះអាឡូសែមជួយសម្លាប់វាឲ្យងាប់បាត់ទៅកុំទុកវាឲ្យសោះយើងពិតជាខឹងណាស់ ថ្ងៃមួយខ្មាន់កំភ្លើងបានបញ្ឆោតការងារដល់វិបុត្រហើយដោយសារគាត់គឺជាមនុស្សឧស្សាហ៍និងស្មោះត្រង់គាត់ពុំដែលប្រកែកម្ដងណាទេបាទខ្ញុំនឹងយកឯកសារទៅជូនលោកសូមកុំបារម្ភអីខ្ញុំទៅដល់ឥឡូវហើយសកម្មភាពវិបុត្រចាក់ចេញនោះកល្យានក៏បានឃើញនាងឆ្ងល់រួចក៏ដើរទៅសួរលោកប៉ារបស់នាងថា ប៉ាតើប៉ាប្រាណេវិបុត្រឲ្យទៅយកឯកសារទៅណានឹងប៉ាដូចជាប្រញាប់ណាស់ អត់ទេប៉ាមិនបានប្រើឯណាមែនហើយប៉ាដូចជាមានប្រភ្នូនមិនល្អសោះ ដូចជាចម្លែកណាស់បើប៉ាមិនបានបញ្ជាតើគេធ្វើជូនអ្នកណាប៉ាកូនបារម្ភណាស់ពួកយើងទៅតាមគាត់ទៅ មែនហើយតោះ មកហើយមែនទេឯងជាកូននាងបុប្ផាមែនទេយើងមិននិយាយច្រើនទេឯងងាប់ទៅ មីងខ្ញុំមិនដែលស្គាល់មីងផងមិនក៏មីងចង់សម្លាប់ខ្ញុំបែបនេះ ណាស់ហើយសែមវាមិនហ៊ានធ្វើឲ្យយើងធ្វើបើគ្មានឯងនិងនាងបុប្ផាទើបយើងស្ងប់ចិត្តងាប់ទៅម៉ាក់កុំអី អូនមិនក៏ធ្វើបែបនេះ កូនស្រីបងមិនក៏មកទីនេះបងមកតាមរកកូនទៀតហើយមែនទេ មានន័យថាម៉េចតើគេជានរណា ឈប់ធ្វើពើទៅបងដឹងថាវាជាកូនហើយតែលាក់ខ្ញុំមែនទេខ្ញុំបានធ្វើតេស្ត DNA ហើយវាជាកូនបងនិងនាងបុប្ផាច្បាស់ណាស់នេះกระดาษបញ្ជាក់ហើយ មីងថាម៉េចលោកប្រធានជាប៉ាខ្ញុំមែនទេកូនប្រុសប៉ាតាមរកកូនយូរហើយប៉ាសុំទោសពិតជាកូនមែនចុះម្ដាយកូនណៃណាម៉ែស្លាប់ហើយពុទ្ធោ